បាទសួស្តីប្រិយមិត្តទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំចង់លើកបង្ហាញពីជំហាននីមួយៗបាទហើយអំពីវិធីសាស្ត្រនៅក្នុងការផលិតกระดาษកិច្ចការដោយលោកស្រីប្រិយមិត្តទាំងអស់គ្នាបានឃើញបែបនេះគឺយើងចាប់ផ្ដើមពីខាងលើមកបាទមានអនុវិទ្យាល័យមានប្រឡងបាទរហូតទៅដល់ដំណាក់កាលធ្វើការពហុជ្រើសរើសការធ្វើតារាងគូកងហើយនឹងការបំពេញសំណួរផ្សេងៗនៅក្នុងនេះបាទអញ្ចឹងនៅក្នុងกระดาษកិច្ចការមួយនេះយើងលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាប្រិយមិត្តទាំងអស់គ្នាដែលចាប់អារម្មណ៍ចង់ចេះធ្វើអាចមើលពីវីដេអូនេះបាទមួយដំណាក់កាលទៅមួយដំណាក់កាលខ្ញុំនឹងចែកវីដេអូនេះជាច្រើនផ្នែកដើម្បីលម្អិតឲ្យប្រិយមិត្តទាំងអស់គ្នាបានតាមដានហើយនឹងអនុវត្តបាទឲ្យបានទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងការធ្វើសន្លឹកកិច្ចការនេះគឺខ្ញុំសូមលើកយកនៅវិធីសាស្ត្រងាយៗជូនប្រិយមិត្តទាំងអស់គ្នាបងប្អូនទាំងអស់គ្នាគឺយើងប្រើទៅលើ Microsoft Word អញ្ចឹងខ្ញុំទាញ Microsoft Word មកដាក់កន្លែងនេះហើយខ្ញុំនឹងបើក Microsoft Word នឹងឡើងមកជាទូទៅពេលយើងបើក Microsoft Word មកគឺយើងឃើញទ្រង់ទ្រាយបែបនេះហើយយើងយកពាក្យថា blank document កន្លែងនេះបាទដើម្បីបង្ហាញនៅផ្ទាំងกระดาษកិច្ចការសន្លឹកបែបនេះបាទអញ្ចឹងបន្ទាប់ពីយើងឃើញបែបនេះហើយមុនគេបង្អស់ដែលប្រិយមិត្តទាំងអស់គ្នាត្រូវអនុវត្តគឺត្រូវការកំណត់กระดาษរបស់យើងអញ្ចឹងកំណត់กระดาษហ្នឹងយើងកំណត់យ៉ាងដូចម្ដេចគឺកំណត់กระดาษទៅលើกระดาษ A4 ឬហៅกระดาษ A4 ដែលយើង print កិច្ចការរបស់យើងនេះបាទកិច្ចការដែលយើងបានឃើញនេះគឺ print នៅលើกระดาษ A4 បាទអញ្ចឹងយើងត្រូវជ្រើសរើសกระดาษរបស់យើងដោយការចូលទៅក្នុង menu layout ខាងលើនេះល្បាខាងលើនេះមាន home insert draw design layout យើងចុចលើ layout នេះមកហើយយកកន្លែងសាយមកខាងឆ្វេងដៃយើងឃើញមានពាក្យថាសាយមើលម៉ៅមួយបាទម៉ៅនេះគឺខ្ញុំដាក់ពណ៌ដើម្បីចែកជូនប្រិយមិត្តអរគ្នាបានឃើញចុចលើវាមកហើយយើងឃើញមានកระดาษ A4 អញ្ចឹងបើសិនជាអត់ឃើញលោកស្រីប្រិយមិត្តអរគ្នាអាច scroll ឡើងលើចុះក្រោមដើម្បីរកกระดาษ A4 នេះបាទចុចលើវាបាទបន្តមកទៀតសូមលោកស្រីទាំងអស់គ្នាប្រិយមិត្តទាំងអស់គ្នាចូលមកកន្លែង margin ឬយើងហៅភាសា Unicode ថារឹមទំព័រចុចលើរឹមទំព័រហើយលោកស្រីយក narrow បាទអញ្ចឹង narrow ពូពេលខ្លះទៅគឺលោកស្រីប្រិយមិត្តអស់គ្នាប្រើប្រាស់ຂະຫນາດរង្វាស់ខាងលើនេះវាអាចជាសង់ទីម៉ែត្រខ្លះទៅក៏ប្រើជាអ៊ីងអញ្ចឹងខ្ញុំកំណត់ឲ្យប្រិយមិត្តអស់គ្នាប្រើ narrow អញ្ចឹងយើងបានកระดาษ A4 ហើយនឹងទំហំរឹមទំព័រ narrow បាទអញ្ចឹងយើងបានកระดาษបែបនេះបាទអញ្ចឹងបន្ទាប់ពីយើងបានកระดาษកិច្ចការហើយប្រិយមិត្តអរគ្នាចាប់ផ្ដើមវាយអត្ថបទទី1ចូលបាទអញ្ចឹងខ្ញុំសូមទាញមកដាក់មកចំហៀងហើយនេះខ្ញុំទាញដាក់មកចំហៀងដូចគ្នាដើម្បីជាគំរូដល់លោកស្រីប្រិយមិត្តអរគ្នាអនុវត្តបាទអញ្ចឹងដើម្បីធ្វើកិច្ចការកន្លែងហ្នឹងបានណាយើងមើលរបស់គេនេះបាទគឺមកបន្ទាត់ខាងលើនេះមកបាទមកដល់ស្មើជាមួយនឹងបន្ទប់ខាងនេះតែម្ដងអញ្ចឹងយើងមើលធ្វើបែបនេះធ្វើបែបយើងអត់ចេះណាកុំធ្វើបែបយើងចេះធ្វើបែបធម្មតាបានហើយបាទអញ្ចឹងយើងចាប់ផ្ដើមពីការកំណត់បាទយើងចូលមកយើងចុចកន្លែងនេះហើយយើងសរសេរមកនេះដូចរបស់គេនេះគេដាក់ថាម៉េចវិទ្យាល័យចាអនុវិទ្យាល័យយើងសរសេរកន្លែងហ្នឹងដែរមកដាក់ថាអនុសំទោសបាទដូរក្តារចុចសិនបាទដូរក្តារចុចហ្នឹងពីអង់គ្លេសទៅខ្មែរយើងសរសេរអនុវិទ្យាល័យបាទហើយដោយសារពុម្ពអក្សរតូចយើងត្រូវបំលែងពុម្ពអក្សរនោះឲ្យធំដោយការ select លើវានេះ select លើវាមកហើយចូលមកក្នុង menu home បាទនេះចូលកន្លែង home នេះមកយើងដូរកន្លែងនេះបាទនេះអាកន្លែងដូនពេញនេះដូរកន្លែងហ្នឹងដាក់ពុម្ពអក្សរណាមួយដែលឆ្លាក់ស្អាតយើងអញ្ចឹងខ្ញុំណែនាំទៅលើការប្រើពុម្ពអក្សរខ្មែរ OS អញ្ចឹងយើងអូសទៅលើអក្សរ KH ខ្មែរ OS ខ្មែរ OS ម៉ូឡាយនេះយើងបានបែបនេះបាទហើយពុម្ពអក្សរមិនបាច់ធំពេកទេយកត្រឹមຂະຫນາດនេះលេខ12នេះដូរមកត្រឹមលេខ11មកបាទហើយលោកស្រីទាំងអស់គ្នាប្រើចង់បានចុចដូចរបស់គេនេះគឺមានចុចមែនទេនេះយើងមានចុចអញ្ចឹងណាអញ្ចឹងយើងប្រើអាល់នៅខាងស្ដាំដៃនៅលើអាកុំព្យូទ័ររបស់យើងលើក្តារចុចហ្នឹងឯងគឺយើងមាន space bar នៅវែងក្តារហ្នឹងហើយបន្តមកទៀតយើងឃើញមានអាល់ឆ្វេងមួយស្ដាំមួយអញ្ចឹងអាល់ខាងស្ដាំដៃចុចវាជាប់ហើយចុចសញ្ញាចុចនៅក្បែរវាហ្នឹងទៅឲ្យវាចេញបែបនេះបាទគឺយើងយកប៉ុណ្ណេះបាទឥឡូវវីដេអូហ្នឹងសូម
កាត់ប៉ុណ្ណេះហើយសូមប្រិយមិត្តអរគ្នាសាកអនុវត្តធ្វើតាមរបៀបនេះឲ្យបាន2 3 ដងដើម្បីថ្នាក់ដៃហើយយើងនឹងចូលទៅវីដេអូបន្តទៀតបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ